សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានវីដេអូមួយទាក់ទងទៅនឹងវិធាន VSEPR ដែលជាវិធានសំខាន់មួយយើងប្រើសម្រាប់កំណត់ធរណីមាត្រនៅជុំវិញអាតូមកណ្ដាលនៃម៉ូលេគុលនិងអ៊ីយ៉ុងប៉ូលីអាតូមមេរៀននេះមាននៅក្នុងគីមីវិទ្យាថ្នាក់ទី11បាទអញ្ចឹងនៅក្នុងចំណុចសំខាន់មានដូចជាវិធាន VSEPR បង្ហាញអំពីចម្រានគូអេឡិចត្រូនស្រទាប់បាឡង់គូអេឡិចត្រូនស្រទាប់បាឡង់សំដៅទៅលើគូអេឡិចត្រូននៅស្រទាប់ខាងក្រៅបំផុតនៃអាតូមដែលអាចជាទ្វេតាសេរីឬក៏ទ្វេតាសម្ព័ន្ធបាទអញ្ចឹងវាតែងតែមានកម្លាំងចម្រានគ្នាដោយសារតែអេឡិចត្រូនមានបន្ទុកអវិជ្ជមានដូចគ្នាកម្លាំងចម្រានរវាងទ្វេតាសេរីនិងទ្វេតាសេរីខ្លាំងជាងគេបន្ទាប់មកកម្លាំងចម្រានរវាងទ្វេតាសេរីនិងទ្វេតាសម្ព័ន្ធចំណែកឯកម្លាំងចម្រានខ្សោយជាងគេគឺជាកម្លាំងចម្រានរវាងទ្វេតាសម្ព័ន្ធជាមួយនឹងទ្វេតាសម្ព័ន្ធដូចគ្នាបាទអញ្ចឹងវិធាននេះយើងប្រើសម្រាប់កំណត់ធរណីមាត្រនៃអាតូមកណ្ដាលហើយយើងចែកម៉ូលេគុលឬក៏អ៊ីយ៉ុងប៉ូលីអាតូមជាប្រភេទ AHMEN ដែលអក្សរ A នេះគឺតាំងឲ្យអាតូមកណ្ដាល X តាំងឲ្យអាតូមដែលនៅជុំវិញអាតូមកណ្ដាលឬក៏អាតូមដែលចងសម្ព័ន្ធទៅនឹងអាតូមកណ្ដាល E គឺជាទ្វេតាសេរីនៅលើអាតូមកណ្ដាលបើ M នឹងគឺជាចំនួនអាតូមភ្ជាប់ទៅនឹងអាតូមកណ្ដាល N គឺជាចំនួនទ្វេតាសេរីនៅក្នុងនេះលោកគ្រូលើកបង្ហាញពីម៉ូលេគុលចំនួន4បាទមានបេរីយ៉ូមឌីក្លរូមានបត្រីហ្វ្លុយអរ៉ូមានមេតាននិងមានស្ពាន់ធម៌ឌីអុកស៊ីតបើយើងមើលតាមវិធាន VSEPR សម្រាប់អាតូមកណ្ដាលរបស់យើងគឺជាអាតូមបេរីយ៉ូមឯអាតូមជុំវិញមាន Cl ចំនួន2អញ្ចឹងបើអាតូមនៅជុំវិញចងសម្ព័ន្ធនឹងអាតូមកណ្ដាលមាន2យើងបាន AX2 ដោយសារតែបេរីយ៉ូមមិនមានទ្វេតាសេរីទេអញ្ចឹងរបស់វាស្មើ0បាទអញ្ចឹងស្មើ0យើងមិនចាំបានដែរសម្រាប់ប្រភេទ AX2 មានធរណីមាត្រជាបន្ទាត់ឬយើងហៅថា linear បន្តិចទៀតយើងនឹងមើលប្រភេទម៉ូលេគុលហ្នឹងជាមួយនឹងលោកគ្រូតែម្ដងម៉ូលេគុលទី2គឺបត្រីហ្វ្លុយអរ៉ូបជាអាតូមកណ្ដាលយើងតាំងដល់អក្សរ A អាតូមជុំវិញបមាន3ដែលចងសម្ព័ន្ធមួយបអញ្ចឹងយើងបាន X3 នៅលើបមិនមានទ្វេតាសេរីទេអញ្ចឹងរបស់វាស្មើ0យើងហៅថាប្រភេទ AX3 ឬក៏ AX3 តែម្ដង0យើងមិនចាំដាក់ក៏បានដែរបាទហើយធរណីមាត្ររបស់វាគឺជាប្រភេទត្រីកោណប្លង់ណាត្រីកោណរាបស្មើបាទចំណែកឯម៉ូលេគុលទី3គឺជាមេតានដែលយើងធ្លាប់ស្គាល់តាំងពីយើងរៀននៅថ្នាក់ទី10ណាផ្នែកមេរៀនអ៊ីដ្រូកាប៊ូកាបូនជាអាតូមកណ្ដាលយើងតាំងដល់អក្សរ A អ៊ីដ្រូសែន4ជុំវិញភ្ជាប់ទៅនឹងកាបូនយើងបាន X4 មិនមានទ្វេតាសេរីនៅលើកាបូនទេអញ្ចឹងវាស្មើ0យើងបានវាជាប្រភេទ AX4 ឬក៏យើងហៅថា AX4 តែម្ដងក៏បានដែរចុងក្រោយសម្រាប់ម៉ូលេគុលស្ពាន់ធម៌ឌីអុកស៊ីតមានអុកស៊ីហ្សែន2អាតូមភ្ជាប់នឹង S ដែលជាអាតូមកណ្ដាលយើងបាន AX2 បើយើងមិនខ្វល់ថាវាចងសម្ព័ន្ធ1ជាន់2ជាន់ឬ3ជាន់នោះទេឲ្យតែមាន2អាតូមបែបហ្នឹងយើងយកវាជា AX2 ដដែលណាមិនខ្វល់ពីចំនួនសម្ព័ន្ធដែលភ្ជាប់នឹងអាតូមកណ្ដាលនោះឡើយនៅលើអាតូមកណ្ដាល S មានទ្វេតាសេរីចំនួន1អញ្ចឹងយើងមាន1ដូចនេះម៉ូលេគុល SO2 ជាប្រភេទ AX2 ដែលមានធរណីមាត្រជាបង្កែងឬយើងហៅថារាងអក្សរ V ក៏បានដែរបាទឥឡូវនេះយើងចូលទៅក្នុងពិភព simulation ដើម្បីបង្ហាញអំពីធរណីមាត្រពិតប្រាកដរបស់វាតែម្ដងណាយើងមើលទៅលើធរណីមាត្រជាមួយនឹងមុំសម្ព័ន្ធជាមួយលោកគ្រូនេះគឺជាប្រភេទ AX2 បងប្អូនឃើញអាតូមទាំង3វារត់នៅលើបន្ទាត់តែមួយអញ្ចឹងបានគេថាវាមានធរណីមាត្រជាបន្ទាត់ឬក៏ linear តែយើងបវលវាទៅពេលយើងប្រឡែងមកវិញគឺវានៅតែច្រានគ្នាចេញក្នុងរាងជា linear ដដែលបងណាហើយបើមុំសម្ព័ន្ធវិញបងប្អូនឃើញថាវាមានមុំ180 degree សម្រាប់ប្រភេទ AX2 ដែលមានធរណីមាត្រជា linear ចំពោះម៉ូលេគុលនេះវិញជាប្រភេទ AX3
AX3 បងឃើញមានអាតូម3នៅជុំវិញអាតូមកដាលហើយមុំសម្ព័ន្ធរបស់វាស្មើនឹង120ដឺក្រេទោះបីយើងបង្វិលវាចុះឡើងយើងប្រឡែងមកវានៅតែច្រានគ្នារក្សាបានមុំ120ដឺក្រេដូចមុនដដែលហើយពេលយើងបង្វិលវាឡើងលើយើងមើលឃើញពីមុខគឺអាតូមទាំង4ហ្នឹងវាស្ថិតនៅក្នុងប្លង់ជាមួយគ្នាអត់មានអាតូមមួយណានៅលើអាតូមមួយណានៅក្រោមទេអញ្ចឹងបានគេហៅវាថាជាត្រីកោណប្លង់ចំណែកឯម៉ូលេគុលទី3នេះគឺជាម៉ូលេគុលប្រភេទ AX4 បាទយើងបវលវាទៅយើងឃើញថាមុំសម្ព័ន្ធរបស់វាស្មើនឹង 109.5 ដឺក្រេឃើញទេបាទបងឃើញយើងបវលទៅគឺមាន 109.5 ដឺក្រេអាតូមកដាលរបស់យើងហ្នឹងគឺជាអាតូមកាបូនហើយអាជុំវិញវាហ្នឹងគឺអ៊ីដ្រូសែនណាអញ្ចឹងកាបូនហ្នឹងគេថាជាមណ្ឌលនៃចតុមុខនិយ័តបាទគេប្រើពាក្យថានិយ័តដោយសារមុំសម្ព័ន្ធរបស់វាហ្នឹងស្មើគ្នាចំណែកឯម៉ូលេគុលចុងក្រោយនេះវិញគឺជាប្រភេទ AX2E បងឃើញទេបាទវាមានអាតូម2ហើយមានទ្វេតាសេរីមួយគូនៅពីលើនឹងទៀតយើងអាចបវលវាទៅវាមានរាងដូចអក្សរ V អញ្ចឹងបងណាបាទ V ផ្កាប់ចុះក្រោមយើងបវលឡើងមកលើឃើញ V ឡើងលើវិញហើយមុំសម្ព័ន្ធរបស់វាគឺស្មើនឹង120ដឺក្រេដោយប្រភេទ AX3 ដែរបាទអញ្ចឹងឃើញថាការសិក្សាពីធរណីមាត្រនៃម៉ូលេគុលយើងមាន simulation បែបនេះគឺងាយក្នុងការស្វែងយល់មែនទែនមិនចាំបាច់បិទភ្នែកស្រមៃដូចមុនទៀតទេហើយនៅក្នុងវីដេអូក្រោយទៀតយើងនឹងទៅសិក្សាបន្តលើធរណីមាត្រផ្សេងទៀតដូចជា AX5 AX2E2 AX2E3 ឬក៏ AX2E4 ជាដើមកុំភ្លេចណាតាមដានលោកគ្រូនៅវីដេអូថ្មីសូមអរគុណ